រៀងព្រះអាទិត្យដើមត្រែងនិងព្រះច័ន្ទផ្កាម្រុំភាគទី1ក្មេងប្រុសភ្នែកពេកកាលពីព្រៃនាយមានភូមិមួយឈ្មោះភូមិត្រែងទួងដែលលាតសន្ធឹងតាមមាត់ស្ទឹងខៀវខ្ចីភូមិត្រែងទួងនេះសម្បូរទៅដោយដើមត្រែងធំដុះត្រសុំត្រសាយរហូតដល់អ្នកភូមិជឿថាដើមត្រែងទាំងនោះហើយដែលជាបង្គោលទ្រទ្រង់មេឃកុំអើរលំឯប្រជាជនវិញភាគច្រើនជាអ្នកកាប់ត្រែងលូកទៅឲ្យឈ្មួញធំនៅទីក្រុងនៅក្នុងភូមិត្រែងទួងនេះមានក្មេងប្រុសម្នាក់ឈ្មោះចម្រើនជាក្មេងកំព្រាឪពុកម្ដាយស្លាប់តាំងពីតូចដោយសារជំងឺចម្លែកគេត្រូវរស់នៅជាមួយយាយរបស់គេឈ្មោះយាយម៉ានដែលជាស្ត្រីចំណាក់ម្នាក់មានចិត្តធម៌និងមានជំនាញខាងត្បែងកន្ទេលស្លឹកត្រែងចម្រើនមានភ្នែកស្រស់ថ្លាដូចក្រពិតរាល់ពេលគេសម្លឹងមើលអ្វីមួយដូចជាមានពន្លឺរស្មីផុសចេញពីភ្នែករបស់គេជាក្មេងឆ្លាតចេះគិតពិចារណានិងចូលចិត្តសួរសំណួររាល់ថ្ងៃចម្រើនជួយយាយម៉ែនត្បែងកន្ទេលនិងពេលទំនេរគេតែងតែដើរលេងក្នុងព្រៃត្រែងស្វែងយល់ពីធម្មជាតិជុំវិញខ្លួនគេចូលចិត្តអង្គុយមើលព្រះអាទិត្យរះនិងព្រះច័ន្ទរះថ្ងៃមួយខណៈដែលចម្រើនកំពុងអង្គុយលើគល់ឈើមួយដើមក្រោមពន្លឺព្រះអាទិត្យពពៀវថ្ងៃស្រាប់តែមានរឿងដ៏អស្ចារ្យកើតឡើងពន្លឺព្រះអាទិត្យបានចេះចាំងមកចំភ្នែករបស់គេហើយចម្រើនក៏មានអារម្មណ៍ថារាងកាយរបស់គេស្រាលដូចសម្លៃភ្លាមនោះគេក៏បានឃើញរូបភាពចម្លែកជាច្រើនហោះកាត់ភ្នែករបស់គេដោយជាពន្លឺពណ៌មាសមួយបានផុសចេញពីពន្លឺព្រះអាទិត្យហើយបាញ់សម្ដៅមុខចំទ្រូងរបស់គេចម្រើនស្រឡាំងកាំងហើយក៏សន្លប់បាត់ស្មារតីទៅពេលគេភ្ញាក់ឡើងយាយម៉ែនកំពុងអង្គុយក្បែរយាយម៉ែនបានប្រាប់ចម្រើនថាគេបានសន្លប់អស់រយៈពេល1ថ្ងៃពេញហើយយាយបានយល់សប្តិឃើញចាស់ទុំប្រាប់ថាចម្រើនគឺជាក្មេងដែលត្រូវព្រះអាទិត្យជ្រឹករើសហើយភ្នែករបស់គេនឹងនាំគេទៅរកការពិតនៃភូមិត្រែងទួងនេះចាប់ពីថ្ងៃនោះមកចម្រើនក៏មានអារម្មណ៍ថាខ្លួនមានអ្វីប្លែកគេអាចស្ដាប់ឮសំឡេងខ្សឹបខ្សៀមរបស់ដើមត្រែងនិងយល់ពីអារម្មណ៍របស់សត្វលោកតាភ្នែកពេករបស់ចម្រើននឹងនាំគេទៅរកអ្វីបន្តទៀតភាគទី2ការយល់សុបិនរបស់ព្រះអាទិត្យចាប់តាំងពីថ្ងៃដែលចម្រើនបានទទួលពន្លឺអាថ៌កំបាំងពីព្រះអាទិត្យមកជីវិតរបស់គេក៏បានផ្លាស់ប្ដូរយប់មួយចម្រើនបានយល់សុបិនឃើញព្រះអាទិត្យកំពុងយំនៅក្នុងសុបិននោះព្រះអាទិត្យបានប្រាប់ចម្រើនថាខ្លួនកំពុងបាត់បង់កម្លាំងបន្តិចម្ដងបន្តិចដោយសារតែព្រៃត្រែងពិសិដ្ឋដែលជាប្រភពថាមពលរបស់ខ្លួនកំពុងត្រូវបានបំផ្លាញដោយមនុស្សលោភលន់ប្រសិនបើព្រៃត្រែងបាត់បង់ទាំងស្រុងព្រះអាទិត្យនឹងលែងមានពន្លឺហើយពិភពលោកទាំងមូលនឹងធ្លាក់ចូលក្នុងភាពងងឹតរហូតព្រះអាទិត្យបានស្នើសុំឲ្យចម្រើនជួយស្វែងរកគ្រាប់ផ្កាមរមៀកដែលជាគ្រាប់ពូជដ៏ពិសិដ្ឋមួយប្រភេទដែលអាចដាំដុះទៅជាដើមមលំពិសេសអាចស្រូបយកថាមពលព្រះច័ន្ទយកមកចិញ្ចឹមព្រៃត្រែងឲ្យមានជីវិតឡើងវិញបានគ្រាប់ផ្កាមរមៀតនេះត្រូវបានលាក់ទុកយ៉ាងជ្រៅក្នុងរូងភ្នំទេពអប្សរដែលជាកន្លែងអាថ៌កំបាំងមួយស្ថិតនៅកណ្ដាលព្រៃជ្រៅបំផុតព្រះអាទិត្យបានបញ្ជាក់ថាមានតែអ្នកដែលមានចិត្តបរិសុទ្ធនិងភ្នែកដែលឃើញពន្លឺពិតប៉ុណ្ណោះទើបអាចរកឃើញផ្លូវចូលទៅកាន់រូងភ្នំនោះបានចម្រើនភ្ញាក់ពីដំណេកទាំងភ័យផងនិងសង្ឃឹមផងគេបាននិទានរឿងសុបិននេះប្រាប់យាយម៉ានទឹកមុខស្រប៉ាប់ស្រពោនព្រោះយាយក៏ធ្លាប់បានឮរឿងតំណោតគ្នាអំពីគ្រាប់ផ្កាមរមៀននេះដែរយាយបានប្រាប់ចម្រើនថារូងភ្នំទេពអប្សរត្រូវបានការពារដោយឧបសគ្គជាច្រើនហើយមិនងាយនឹងចូលទៅបានឡើយប៉ុន្តែយាយក៏បានលើកទឹកចិត្តចម្រើនឲ្យព្យាយាមព្រោះវាជាវាសនាដែលព្រះអាទិត្យបានជ្រើសរើសគេចម្រើនក៏សម្រេចចិត្តចេញដំណើរស្វែងរកគ្រាប់ផ្កាមរមៀសមុននឹងចេញដំណើរយាយម៉ែនបានឲ្យគេនៅកន្ទេលស្លឹកត្រែងតូចមួយដែលយាយបានត្បាញដោយដៃខ្លួនឯងយាយបានប្រាប់ចម្រើនថាកន្ទេលនេះនឹងការពារគេពីគ្រោះថ្នាក់នានានិងជាវត្ថុដែលនាំសំណាងដល់គេចម្រើនបានលាថ្វាយបង្គំយាយហើយក៏ចេញដំណើរចូលទៅក្នុងព្រៃជ្រៅទាំងចិត្តមិនស្ងប់តែពោពេញដោយក្តីសង្ឃឹមតើការធ្វើដំណើររបស់ចម្រើននឹងជួបឧបសគ្គអ្វីខ្លះហើយតើគេអាចរកឃើញគ្រាប់ផ្កាមរមៀកបានដែរឬទេភាគទី3ដំណើរផ្សងព្រេងក្នុងព្រៃងងឹតចម្រើនបានបោះជំហានចូលទៅក្នុងព្រៃត្រែងដ៏ក្រាស់ដែលមិនសូវមានមនុស្សហ៊ានចូលភ្នែកពេជ្ររបស់គេហាក់ដូចជាមានពន្លឺរស្មីស្រាល
រាល់ពេលដែលគេសម្លឹងទៅកាន់មែកឈើឬដីព្រៃគេបណ្ដាយ៉ាងយូរឆ្លងកាត់ដើមឈើធំធំដែលមានអាយុកាលរាប់រយឆ្នាំនិងគុម្ពោតព្រៃដ៏ក្រាស់ក្រាជួនកាលគេត្រូវប្រឈមមុខនឹងសត្វព្រៃចម្លែកប៉ុន្តែដោយសារកន្ទេលវេទមន្តរបស់យាយម៉ែននិងភ្នែកពេជ្ររបស់គេចម្រើនក៏អាចឆ្លងផុតឧបសគ្គទាំងនោះបាននៅពេលថ្ងៃលិចចម្រើនបានទៅដល់មាត់ជ្រក់មួយដែលមានទឹកហូរខ្លាំងហើយគ្មានស្ពានឆ្លងគេអស់សង្ឃឹមប៉ុន្តែភ្លាមនោះភ្នែករបស់គេបានឃើញពន្លឺភ្លៀបភ្លែតមួយបាត់ជ្រុះគេបានប្រើប្រាស់ប្រាជ្ញារបស់ខ្លួនដោយយកវ៉លលីរវៃគ្នាចុះទៅបាត់ជ្រុះហើយក៏បានឃើញរោងភ្នំតូចមួយលាក់ខ្លួននៅពីក្រោយគុម្ពោតផ្កាព្រៃនេះហើយជាផ្លូវចូលទៅកាន់រោងភ្នំទេពអប្សរដែលព្រះអាទិត្យបានប្រាប់ពេលចូលទៅក្នុងរោងភ្នំអ្វីៗក៏ងងឹតសូន្យឈឹងចម្រើនភ័យខ្លាចប៉ុន្តែគេនឹកឃើញដល់ពាក្យយាយម៉ែននិងសេចក្តីទុកចិត្តរបស់ព្រះអាទិត្យគេក៏លើកដៃទាំងពីរទៅមុខហើយស្រាប់តែភ្នែកពេជ្ររបស់គេបានបញ្ចេញពន្លឺពណ៌មាសដ៏ស្រស់ស្អាតជាក់បំភ្លឺផ្លូវនៅពីមុខគេនៅក្នុងរោងភ្នំនោះមានផ្លូវបែកជាច្រើនប៉ុន្តែពន្លឺពីភ្នែករបស់ចម្រើនបាននាំគេទៅកាន់ផ្លូវដែលត្រឹមត្រូវជានិច្ចទីបញ្ចប់ចម្រើនបានទៅដល់កន្លែងដែលមានពន្លឺស្រអាប់ហើយនៅចំកណ្ដាលនោះមានបឹងទឹកថ្លាឆ្វេងមួយនៅក្បែរបឹងមានដើមរមុំតូចមួយដើមដែលកំពុងរីកផ្កាពណ៌មាសគេសប្បាយចិត្តណាស់ហើយក៏ប្រុងនឹងលូកដៃទៅយកស្របពេលនោះក៏មានសំឡេងមួយបន្លឺឡើងថាអ្នកណាក៏ដោយកុំហ៊ានយកគ្រាប់ផ្កាមរមុំមាសបើមិនដូច្នោះទេនឹងជួបគ្រោះថ្នាក់ធំចម្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយងាកទៅមើលឃើញរូបសំណាកទេពអប្សរមួយកំពុងបញ្ចេញពន្លឺតើចម្រើននឹងធ្វើដូចម្ដេចដើម្បីទទួលបានគ្រាប់ផ្កាមរមុំនេះភាគទី4ពន្លឺច័ន្ទបនគ្រប់និងការរុកឡើងវិញរូបសំណាកទេពអប្សរបានប្រាប់ចម្រើនថាគ្រាប់ផ្កាមរមាសនេះមិនអាចយកបានដោយកម្លាំងឡើយមានតែអ្នកដែលមានចិត្តបរិសុទ្ធពិតប្រាកដនិងហ៊ានលះបង់ដើម្បីអ្នកដទៃប៉ុណ្ណោះទើបអាចទទួលបានទេពអប្សរបានដាក់លក្ខខណ្ឌមួយថាចម្រើនត្រូវតាបង្ហាញពីការលះបង់របស់ខ្លួនដោយការបន្សល់ទុកនៅអ្វីដែលសំខាន់បំផុតរបស់ខ្លួននៅទីនេះចម្រើនគិតមួយសន្ទុះក៏នឹកឃើញកន្ទេលស្លឹកត្រែងរបស់យាយមែនកន្ទេលនេះជាវត្ថុតែមួយគត់ដែលយាយបានទុកឲ្យហើយវាក៏បានជួយគេជាច្រើនផងដែរប៉ុន្តែដើម្បីជួយសង្គ្រោះពិភពលោកចម្រើនសម្រេចចិត្តលះបង់កន្ទេលនោះចម្រើនបានដាក់កន្ទេលស្លឹកត្រែងនៅពីមុខរូបសំណាកទេពអប្សរភ្លាមនោះរូបសំណាកក៏បានបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ហើយគ្រាប់ផ្កាមរមាសក៏បានហោះមករកចម្រើនដោយខ្លួនឯងចម្រើនសប្បាយចិត្តឥតឧបមាគេបានយកគ្រាប់ផ្កាមរមាសនោះមកដាំនៅកណ្ដាលព្រៃត្រែងដែលនៅជិតផ្ទះរបស់គេនៅពេលយប់ចម្រើនបានយកគ្រាប់ផ្កាមរមាសនោះទៅដាំនៅចំកណ្ដាលព្រៃត្រែងធំមួយគេបានសុំពរពីព្រះច័ន្ទសូមឲ្យគ្រាប់ពូជនេះដុះលូតលាស់ពេលព្រះច័ន្ទពេញវង្សពន្លឺពណ៌ប្រាកបានជះមកចំគ្រាប់ផ្កាមរមាសភ្លាមនោះគ្រាប់នោះក៏បានបែកចេញជាពន្លកតូចមួយរួចក៏លូតលាស់យ៉ាងលឿនរហូតคล้ายទៅជាដើមមរុំដ៏ធំមួយដែលមានផ្កាមាសរីកស្គុះស្កាយផ្កាមរុំទាំងនោះបានស្រូបយកពន្លឺព្រះច័ន្ទហើយបញ្ចេញរស្មីពណ៌មាសដ៏ត្រជាក់ពន្លឺនោះបានសាយភាយពេញព្រៃត្រែងធ្វើឲ្យដើមត្រែងដែលរីងស្ងួតក៏មានជីវិតឡើងវិញបន្តិចម្ដងពេលព្រឹកឡើងព្រះអាទិត្យបានរះឡើងយ៉ាងត្រចះត្រចង់ជាងធម្មតាពន្លឺព្រះអាទិត្យបានជះចាំងទៅលើដើមត្រែងដែលកំពុងលូតលាស់ឡើងវិញហើយដើមត្រែងទាំងនោះក៏បញ្ចេញរស្មីពណ៌បៃតងខ្ចីព្រៃត្រែងទាំងមូលបានរស់រវើកឡើងវិញចម្រើននិងញាក់ភូមិត្រែងតងសប្បាយរីករាយជាខ្លាំងព្រះអាទិត្យក៏បានបញ្ជូនសារតាមរយៈពន្លឺមកកាន់ចម្រើនថាខ្លួនបានត្រឡប់មកមានកម្លាំងពេញលេញវិញហើយចាប់ពីពេលនោះមកភូមិត្រែងតងក៏មានឈ្មោះថាភូមិត្រែងតងមាសដែលជាភូមិមួយមានដើមត្រែងដុះលូតលាស់ខៀវស្រងាត់និងមានជីវិតសុខសាន្តចម្រើនក៏បានក្លាយទៅជាវីរបុរសរបស់ភូមិដែលតែងតែត្រូវបានគេនឹករលឹកជានិច្ចនឹងរឿងនិទានអំពីព្រះអាទិត្យ
ដើមត្រែងនិងព្រះច័ន្ទផ្កាមរុំនិងភ្នែកពេករបស់គេដែលបានជួយសង្គ្រោះពិភពលោកសូមអរគុណសម្រាប់ការស្ដាប់តាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe និង Like សម្រាប់រឿងនិទានបន្តទៀត